សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ទៅដើរលេងនៅប្រាសាទកោះកេរប៉ុន្តែអត់ដឹងថាទៅមិនកើតទេព្រោះវានៅឆ្ងាយប៉ុន្តែយើងអាចទៅបានដោយយើងប្រើ Google Map ហើយយើងធ្វើការ Open Street Map ទៅយើងនឹងអាចមើលឃើញទីតាំងផ្ទាល់ហើយឥឡូវមកកុំឲ្យខាត់ពេកយើងចូលទៅអ្នកនរគ្នាយើងបើក Google មកហើយយើងវាយពាក្យប្រាសាទកោះកេរទៅវានឹង straight on ទៅដល់កន្លែងប្រាសាទកោះកេរប្រាសាទកោះកេរគឺជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ស្អាតដ៏អស្ចារ្យមួយដែលកូនខ្មែរទាំងអស់គួរតែទៅមើលនិងទស្សនាឲ្យបានម្ដងអីក្នុងឆាកជីវិតណាតែខ្ញុំបានទៅម្ដងហើយប្រាសាទកោះកេរនឹងគឺជាប្រាសាទដែលរូបរាងដូចពីរ៉ាមីតចឹងគាត់ហៅថាពីរ៉ាមីតខ្មែរដែលមានកម្ពស់7ជាន់ហើយទីតាំងស្អាតណាស់ហើយនៅទីតាំងហ្នឹងសម្បូរទៅដោយប្រាសាទបុរាណជាច្រើនដែលនេះយើងមើលទៅនៅក្នុងរូបភាពនេះគឺជាប្រាសាទដែលយូរហើយជាពិសេសនោះនៅតំបន់ប្រាសាទកោះកេរគឺជាប្រាសាទដែលមានព្រៃឈើជាច្រើនដែលដុះព័ទ្ធជុំវិញប្រាសាទហ្នឹងហើយគ្រាន់តែប្រាសាទរបស់យើងវាមានភាពមិនពេញរូបពេញរាងវាបាក់បែកទៅតាមអាយុកាលរបស់វាអញ្ចឹងណាហើយវាមកដើមឈើដើមអីជុំវិញប្រាសាទវាដុះប្រងព្រាតហើយកត្តាដើមឈើនេះក៏ជាកត្តាមួយបំផ្លាញប្រាសាទបុរាណដែរព្រោះវាដុះចាក់ស្រេះនៅពេញប្រាសាទហើយបើមិនសិនមានខែវសាអីទៀតវាអាចនឹងបាក់រលំលើប្រាសាទនឹងទៀតផងហើយយើងមើលទៅហើយខ្ញុំមើលនេះខ្ញុំមើលក្នុង Google Map ហើយទិដ្ឋភាពនេះជាទិដ្ឋភាពយូរឆ្នាំហើយមិនមែនតែឥឡូវទេមានទេសភាពបែបស្ងប់ស្ងាត់ណាប៉ុន្តែក៏មានភ្ញៀវទេសចរទៅលេងដែរគ្រាន់តែមិនសូវមានច្រើនព្រោះដោយសារខេត្តឆ្ងាយចឹងទៅហើយការធ្វើដំណើរក៏រៀងឆ្ងាយជាងគេជាងឯងប្រាសាទកោះកេរនេះយើងមើលទៅហើយខ្ញុំបានទៅម្ដងមានភាពសប្បាយចិត្តមែនទែនហើយប្លែកអារម្មណ៍ដោយសារតំបន់នេះជាតំបន់ប្រវត្តិសាស្ត្រដែលមានព្រៃឈើតូចមិនសូវជាធំហ្មងព្រៃឈើបែបព្រៃឈើភ្នំណាហើយនេះផ្លូវនេះដឹងតាំងឆ្នាំណាតែប៉ុន្តែខ្ញុំទៅឆ្នាំមុននេះផ្លូវក្រហមចឹងដែរអត់ទាន់មានការផ្លាស់ប្ដូរទេតែគំថាមានការផ្លាស់ប្ដូរនៅថ្ងៃក្រោយហើយនេះទិដ្ឋភាពនេះដូចទិដ្ឋភាពមែនតែនហ្នឹងគ្រាន់តែគេថតទុកចឹងណាថតតាម Google Map ហើយផ្លូវនេះមានទេសភាពតាមហ្នឹងឯងបងប្អូនមើលទៅនេះខ្ញុំ straight ទៅរកប្រាសាទកោះកេរប៉ុន្តែវាអត់ទាន់ដល់នៅឆ្ងាយដែរប្រាសាទកោះកេរជាប្រាសាទមួយដែលអស្ចារ្យបើសិនជាបងប្អូនបានទៅគឺអស្ចារ្យមែនតើខ្ញុំនឹងទៅម្ដងទៀតតែមិនដឹងពេលណាព្រោះអត់តែមានពេលនេះយើងមើលមានដើមឈើព័ទ្ធជុំវិញនិយាយទៅតំបន់ហ្នឹងគឺតំបន់ដើមឈើមកគាត់ថាខ្ញុំមើលសងខាងផ្លូវទៅអត់មានដើមឈើបែបធំបែបស្រងបែបដូចដើមឈើព្រៃអីប្រភេទធំណាព្រោះមើលទៅឃើញដើមឈើទូចវាមិនសូវធំប្រហែលទេហើយផ្លូវគោកក្រហមអញ្ចឹងមិនទាន់មានការអាប់ដេតអីទេមើលទៅអត់ទាន់បានទៅដល់ដែរអញ្ចឹងយើងអាចមើលតាមរូបភាពនេះសិនទៅរូបភាពនេះដឹងតាំងឆ្នាំណាទេតុង2022អីហ្នឹង2021អីហ្នឹងឬក៏2020នេះយើង straight មកវាដល់ប្រាសាទមួយទៀតប្រាសាទនេះមិនដឹងថាគេហៅប្រាសាទអីព្រោះអត់បាន note ឈ្មោះទុកណានេះផ្លូវចូលប្រាសាទមួយទៀតយើងមើលផ្លូវចូលផ្លូវទៅដូចជាមិនសូវមានមនុស្សមកលេងទេនេះដូចផ្លូវចូលបែបធម្មជាតិហ្មងណានេះផ្លូវចូលដូចអត់មានប្រកាន់ដៃមានផ្លូវមានអីត្រឹមត្រូវទេមានតាផ្លូវដែលគេធ្លាប់ដើរលើព្រៃដែលគេឈូសតិចទៅអានេះដូចជាតំបន់ប្រាសាទឬក៏ស្រះទឹកហ្នឹងហើយស្រះទឹកនៅក្នុងវងម្ដុំប្រាសាទកោះកេរនេះមានកន្លែងនេះមួយគឺមានស្រះទឹកហើយនៅក្នុងស្រះហ្នឹងមានទឹកថ្លាណាថ្លាហ្មងប្រាសាទមិនមែនប្រាសាទទេស្រះទឹកនេះស្រះទឹកបងប្អូនស្រះទឹកហ្នឹងគឺទៅបុរាណខ្មែរយើងគាត់បកកែណាគាត់រៀបគាត់
ជីកដីទៅក្រោមគាត់រៀបថ្មនេះសងខាងធ្វើជាស្រះទឹកមួយដងហើយអានេះបើតាមខ្ញុំគិតជាស្រះទឹកដែលអាចផ្គត់ផ្គង់ទៅប្រាសាទនានាដែលបងប្អូនសម័យមុនគាត់ប្រើប្រាស់ណាមានដើមឈើព័ទ្ធជុំវិញហើយមានស្រះទឹកហើយស្រះទឹកនេះមិនដឹងថាជម្រៅប៉ុន្មានម៉ែត្រទេយើងមើលតាមជាក់ស្ដែងទៅអានេះយើងបានទៅដល់យើងអាចមើលតាម Google Map បានហើយក្រុមហ៊ុន Google Map នេះក៏ល្អទៀតចូលមកថតដល់ស្រះទឹកហើយមើលដើមឈើជុំវិញហ្នឹងគឺមើលទៅល្អម្យ៉ាងគាត់ថាបើសិនមានមនុស្សទៅលេងហើយបើអត់មានមនុស្សមកលេងក៏អត់សូវមានសម្រាប់ទេអត់សូវមានសម្រាប់ទេជុំវិញនេះមិនអត់សូវអត់មានហ្មងព្រោះអត់មានមនុស្សទៅលេងបើសិនជាមនុស្សទៅលេងមិនអាចមើលទេសម្រាប់គឺនៅគីហ្នឹងឥឡូវយើងមើលហើយយើងត្រឡប់ទៅវិញយើងត្រឡប់ទៅវិញតាម Google Map ហើយយើងនឹងធ្វើការ straight ទៅរកប្រាសាទកោះកេរដល់បាននេះនៅតំបន់នេះគេមានដាក់ស្លាកសញ្ញាដើមអីមានព្រៃម្ដងនេះមានដើមឈើធំបន្តិចnhưng màទេសភាពគឺបែបហ្នឹងជាក់ស្ដែងក៏បែបហ្នឹងដែរមានទេសភាពបែបស្ងប់ស្ងាត់មិនសូវជាមានអ្នកលក់ដូរអ្នកអីនៅតាមផ្លូវអីប្រហែលហ្នឹងព្រោះតំបន់ទេសចរបែបធម្មជាតិមានប្រាសាទរបស់យើងក្នុងព្រៃដែលបន្សល់ទុកនេះឥឡូវយើងទៅ straight ទៅហើយតំបន់នេះក៏មានមនុស្សរស់នៅដែរមានគោមានក្របីបងប្អូនគាត់ចិញ្ចឹមហើយគោក្របីនេះក៏ម្យ៉ាងដែរវាអាចផ្ដល់ជីផ្ដល់អីដល់ធម្មជាតិយើងនៅតំបន់នេះឃើញពូជីកង់ទៅរកប្រាសាទកោះកេរដែរមើលទៅនេះពូជក់អង្គុយលេងមិនអង្គុយជួបអង្គុយលេងមកដល់ហើយនេះតំបន់ដែលជាប្រាសាទកោះកេរហ្មងនៅជុំវិញនេះឃើញគេមានធ្វើលបងធ្វើអីគាត់ជុំវិញស្មៅខៀវខ្ចីនៅមានបងប្អូនគាត់មកលេងដែរមានឡានមានអីដែរនេះកន្លែងនេះគឺជាកន្លែងចតឡានយើងបើសិនជាដើរទៅក្នុងតិចឃើញប្រាសាទកោះកេរកន្លែងមានរមណីមានភោជនីយដ្ឋានមានកន្លែងចតឡាននេះយើងដើរចូលទៅនៅក្នុងនេះមានប្រាសាទកោះកេរមានប្រាសាទនៅមុខនឹងមួយប៉ុន្តែកំពុងជួសជុលកាលខ្ញុំទៅណាថ្មីហ្នឹងឥឡូវនេះរូបនេះរូបពីចាស់ទេរូបពីមុនទេខ្ញុំទៅការចូលទាំងអស់គ្នាទៅហើយទេសភាពនៅក្នុងនេះមានដើមឈើធំដែលបន្សល់ទុកយូរឆ្នាំហើយប្រាសាទនេះមានភាពទ្រុឌទ្រោមវាបាក់បែកទៅតាមរយៈពេលវេលាប្រាសាទចាស់អាយុកាលវាក៏យូរអញ្ចឹងទ្រុឌទ្រោមមិនអាចមើលឃើញស្អាតទេប៉ុន្តែក៏ឃើញគេកំពុងតែជួសជុលដែរតែជួសជុលមិនបានភ្លាមទេព្រោះត្រូវការប្រើពេលយូរមែនតើនេះមកដល់នេះយើងមើលទីតាំងប្រាសាទរបស់យើងប្រាសាទកោះកេរមានសភាពបែបនេះឯងមានដើមឈើដែលដុះចាក់ស្រេះពេញហ្នឹងហើយមានប្រាសាទក្រុងប្រាសាទដែលបានដួលរលំឬក៏វាត្រេតវាអីទៅតាមអាយុកាលរបស់វាណាហើយប្រាសាទនេះដឹងប្រាសាទអីគេទេបងប្អូនណាបានត្រឹមតែឃើញយើងអត់ស្គាល់ឈ្មោះប្រាសាទដែរហើយ Google Map បកកែទេណាវាថតបានទាំងអស់ហ្មងហើយយើងអាចមើលទៅបើសិនជាអ្នកដែរទៅណាយើងអាចមើលឃើញដែរថាប្រាសាទកោះកេរមានរាងអញ្ចឹងមើលជុំវិញមានដើមឈើតូចធំហើយប្រាសាទមានតែប៉ុណ្្នឹងឯងព្រោះយើងអត់យល់ពីប្រវត្តិវិទូយើងអត់បានដឹងពីប្រវត្តិសាស្ត្រនៃប្រាសាទដែរឥឡូវបងប្អូនដឹងហើយអាច comment នៅខាងក្រោមថាប្រាសាទនឹងមានអាយុកាលប្រហែលឆ្នាំមានអាយុកាលប្រហែលអីដែរណាហើយមើលទេសភាពជុំវិញបងប្អូនអាចមើលលេងក៏បានដែរកុំស្ដាប់ខ្ញុំនិយាយវាច្រើនអាចមើលលេងថានៅតំបន់ហ្នឹងមានអីខ្លះមានអីដើមឈើវាចាក់ស្រេះនៅក្នុងប្រាសាទហើយប្រាសាទក៏បានដួលរលំទៅតាមធម្មជាតិឥឡូវយើងក៏លេចមកមើលនេះយើងចូលមកដល់ស្រះទឹកដែលព័ទ្ធជុំវិញប្រាសាទនៅក្នុងនេះយើងមានកំផែងយើងមានលំងប្រាសាទហ
ហើយប្រាសាទខ្មែរយើងតែងតែមានស្រះទឹកនៅសងខាងដែលទ្រទ្រង់ដល់ប្រាសាទមានភាពត្រជាក់ដែលបង្កើតឲ្យមានខ្យល់ត្រជាក់ពីខាងក្នុងទឹកជះជុំវិញប្រាសាទនៅតំបន់នោះអត់ក្តៅទេបងប្អូនត្រជាក់ស្រួលហើយនេះមានផ្លូវដើរទៅប្រាសាទកោះកេរយើងដើរទៅឃើញប្រាសាទដែលកំពុងជួសជុលនៅសងខាងហើយមានលំងប្រាសាទបានដួលលំខ្លះហើយការជួសជុលក៏ត្រូវការប្រើពេលដែរបងប្អូនមើលតាមជាក់ស្ដែងយើងមកដល់កែងប្រាសាទណាតាក់ដឹងប្រាសាទអីបងប្អូនណាប្រាសាទនៅចំកណ្ដាលហ្នឹងហើយមានទឹកព័ទ្ធជុំវិញមានផ្លូវចូលដែរគ្រាន់តែគេដល់ឲ្យយើងចូលខាងក្នុងនេះយើងឥឡូវយើងចូលមកដល់នេះដល់កន្លែងនេះដើរទៅឃើញប្រាសាទកោះកេរដែរថាពីរ៉ាមីតខ្មែរណាពីរ៉ាមីតខ្មែរអានេះដែលនៅខាងម្ខាងទៀតនៃប្រាសាទពីរ៉ាមីតខ្មែរនេះប្រាសាទកោះកេរនេះយើងមើលចេះទៅឃើញហើយប្រាសាទកោះកេរស្អាតណាឥឡូវមិនពីមុនណាឥឡូវគេរៀបចំបានស្អាតមានផ្លូវឡើងមានអីពីមុនក៏មានផ្លូវឡើងដែរគ្រាន់តែមិនបានសម្អាតបានត្រឹមត្រូវយើងមើលចេះទៅយើងឃើញប្រាសាទកោះកេរដែលគេហៅថាពីរ៉ាមីតខ្មែរមួយកំពង់7ជាន់រាងស្ដួចទៅលើតិចទៀតយើងដើរចូលទៅមើលកាន់តែគៀកកាន់តែស្អាតបើមើលកាន់តែគៀកយើងមើលទៅលើទៅដូចអាគារដែលគេសាងសង់អញ្ចឹងគាត់អត់ដឹងថាប្រវត្តិនៃខាងកសាងខាងក្នុងយ៉ាងណាយ៉ាងណីបងប្អូនមើលតាមជាក់ស្ដែងខ្ញុំដឹងនិយាយព្រោះអត់ស្គាល់ពីប្រវត្តិសាស្ត្រនៃប្រាសាទកោះកេរដែរបើបងប្អូនដឹងបងប្អូនប្រាប់ខ្ញុំណាឥឡូវយើងដើរមកខាងទៀតនេះយើងមើលគៀកទៅបានថាអូវ៉ាវអស្ចារ្យមែនបងប្អូនតិចទៀតកុំតន់ចុចតាណាបងប្អូនមើលតិចទៀតបានដឹងថានៅក្នុងប្រាសាទកោះកេរនៅក្នុងវីដេអូនេះយើងបានឡើងទៅដល់កំពូលប្រាសាទហើយយើងមើលឃើញខាងក្រោមយើងមើលឃើញការរៀបចំចណ្ដាលរបស់ក្រុមការងារហ្នឹងក៏ល្អដែរប៉ុន្តែយើងប្រើពេលយូរបន្តិចហើយនៅសងខាងប្រាសាទគឺមានដើមឈើចម្រុះត្រជាក់ស្រួលបានទៅបានល្អ